សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញជូននៅរបៀបចូលប្រើប្រាស់ប្រព័ន្ធសិក្សារបស់វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុមួយការត្រៀមខ្លួននិងការចូលប្រើប្រាស់សូមបញ្ជាក់ថាប្រព័ន្ធសិក្សានេះដំណើរការបានល្អបំផុតនៅលើកម្មវិធី Google Chrome តែមួយប៉ុណ្ណោះជាដំបូងសូមបងប្អូនចូលទៅកាន់ Google Chrome រួចវាយអាសយដ្ឋាន lms.ibfka.org/n នៅក្នុងផ្ទាំងនេះបងប្អូនត្រូវបំពេញ username និង password ដែលក្រុមការងារ IBF បានផ្ដល់ជូនតាមរយៈផ្នែកធនធានមនុស្សរបស់បងប្អូនឧទាហរណ៍ប្រសិនបើបងប្អូនឈ្មោះ Thia Vanrod សូមបំពេញថា Tha Vanrod ឬប្រើ username ដែលផ្នែកធនធានមនុស្សបានផ្ដល់ជូន password គឺជាលេខទូរស័ព្ទដែលខាង HR បានផ្ដល់ទៅឲ្យវិទ្យាស្ថានចំណាំ password មិនត្រូវដក clear ឬថែមលេខ855នៅខាងមុខឡើយរួចហើយសូមចុចលើពាក្យ login ជាការស្រេចពីរបៀបចូលមើលមេរៀនដើម្បីចូលទៅមើលមេរៀនបងប្អូនគ្រាន់តែចុចលើសញ្ញាត្រេ2រួចចូលទៅកាន់ពាក្យ dashboard ផ្ទាំងទិន្នន័យនោះបងប្អូននឹងឃើញឈ្មោះមេរៀនដែលបានចុះឈ្មោះរួចបងប្អូនអាចចុចលើមេរៀននោះដើម្បីទស្សនាវីដេអូនិងឆ្លើយសំណួរឆ្លុះបញ្ចាំងប្រព័ន្ធនឹងលោតសញ្ញាពណ៌បៃតងនិងបង្ហាញភាគរយបញ្ចប់ការសិក្សាឲ្យគ្រប់ 100% បន្ទាប់ពីបងប្អូនមើលវីដេអូចប់និងឆ្លើយសំណួរគ្រប់ចំនួនបីរបៀបបដូរលេខសម្ងាត់ថ្មីសូមចូលទៅកាន់ទំព័រដើមរួចចុចលើ menu ហើយជ្រើសរើសយកពាក្យ profile info ព័ត៌មានប្រវត្តិក្នុងផ្ទាំងនេះបងប្អូនក៏អាចពិនិត្យមើលឈ្មោះនិងត្រកូលបានផងដែរដើម្បីបដូរលេខសម្ងាត់សូមចុចលើប៊ូតុងពណ៌ក្រហម change password វាលេខសម្ងាត់ចាស់វាលេខសម្ងាត់ថ្មីធំទៀងផ្ទាត់លេខសម្ងាត់ថ្មីម្ដងទៀតចុចប៊ូតុង change password ជាការស្រេច4ការចូលប្រឡងសម្រាប់ការចូលប្រឡងបងប្អូនចូលទៅកាន់ menu រួចជ្រើសរើស dashboard នោះវានឹងបង្ហាញផ្ទាំងការប្រឡងដែលវិទ្យាស្ថានបានរៀបចំទុកជូនសូមចុចលើប៊ូតុង start exam រួចចុចលើប៊ូតុង start ពណ៌បៃតងម្ដងទៀតដើម្បីចាប់ផ្ដើមការប្រឡងនេះជាប្រភេទសំណួរជ្រើសរើសចម្លើយដងសូមជ្រើសរើសចម្លើយដែលត្រឹមត្រូវរួចចុចលើប៊ូតុង submit your answerសំខាន់បងប្អូនត្រូវតែចុចប៊ូតុង submit your answer គ្រប់សំណួរទាំងអស់បើមិនដូច្នោះទេចម្លើយនឹងត្រូវទុកជាមោឃៈនៅពេលបញ្ចប់សំណួរទាំងអស់ប្រព័ន្ធនឹងសួរថាតើបងប្អូនចង់ពិនិត្យឬកែសម្រួលចម្លើយដែរឬទេប្រសិនបើចង់ពិនិត្យឡើងវិញករណីនៅសល់ពេលវេលាសូមចុចលើប៊ូតុង review ដើម្បីដូរចម្លើយបងប្អូនគ្រាន់តែចុចលើលេខរៀងសំណួររួចជ្រើសរើសចម្លើយថ្មីហើយកុំភ្លេចចុច submit your answer ម្ដងទៀតនៅពេលពិនិត្យរួចរាល់អស់ហើយសូមចុចលើពាក្យ finish exam ដើម្បីបញ្ចប់ការប្រឡង